ពុកម្ដាយបែកបាក់គ្នាកូនគឺនៅម្នាក់ឯងខ្ញុំមានបុគ្គលិកម្នាក់គាត់គឺជាអ្នកថែទាំផ្ទះឬក៏ហៅថាអ្នកអនាម័យណាគាត់មានកូនទូចកាន់មកកន្លែងធ្វើការហើយខ្ញុំសួរគាត់ថាបងកូនទៅបងឯងមែនតែគាត់ថាមែនទេពេលដែលឪពុកម្ដាយបែកបាក់គ្នាគឺគេចែកផ្លូវគ្នាទៅរៀងខ្លួនហើយកូនហ្នឹងគឺគ្មាននរណាទទួលយកគាត់ទេដោយសារតែនៅទូចតែអាយុ6ខែគាត់ទៅយកមកចិញ្ចឹមទាំងជីវភាពលំបាកទាំងគាត់អត់មានចំណូលអត់មានមុខរបរអីចំណុចនេះខ្ញុំចង់ចែករំលែកទៅលោកប៉ាអ្នកម៉ាក់ដែលគាត់ចែកផ្លូវគ្នាតែទោះជាចែកផ្លូវគ្នាយ៉ាងណាក៏ដោយសូមកុំបោះចោលមនុស្សម្នាក់ដែលគ្នាអត់ដឹងអីមនុស្សយើងម្នាក់មានសិទ្ធិជ្រើសរើសទាំងអស់តែមួយកន្លះដែលយើងមិនអាចជ្រើសរើសទី1កន្លែងកើតទី2គឺស្លាប់នឹងឯងបើសិនជាគ្នាមិនអាចជ្រើសរើសកន្លែងកើតមកកើតជាមួយយើងហេតុអីបានយើងអត់ទទួលខុសត្រូវគ្នាសូម្បីតែបន្តិចសោះចែកផ្លូវគ្នារស់នៅមួយគ្នាអត់បានតែទុកកូនចោលកន្លែងហ្នឹងបើសិនជាអ្នកដែលគាត់ឈានទៅដល់ការបែកបាក់គ្នាអ្វីដែលខ្ញុំចង់លើកទឹកចិត្តបំផុតនោះគឺសតិអារម្មណ៍របស់កូនសូមទទួលខុសត្រូវសូមឲ្យចាត់ចែងសូមឲ្យផ្ដល់ក្តីស្រឡាញ់ឲ្យកូនពេលដែលយើងបែកបាក់គ្នាអ្នកដែលរងសម្ពាធខ្លាំងនោះក៏ជាកូនដែរអាចសង្គមរិះគន់សង្គមថាជាកូនអត់ម្ដាយជាកូនអត់ឪពុកទោះពេលដែលខ្ញុំសួរហ្នឹងកូនក្មេងស្ដាប់អត់ឮប៉ុន្តែគ្នាអាចនឹងឮថាឪពុកម្ដាយគ្នាបោះបង់ចោលទៅគាត់អាណិតគាត់យកចិញ្ចឹមទៅវាធ្វើឲ្យគាត់ចងចាំក្នុងជីវិតថាចុះគាត់ខុសអីគាត់កើតមកនឹងវាមានបណ្ដាសាអីបានជាកើតមកឲ្យឪពុកម្ដាយបោះបង់គាត់ចោលដូច្នេះបើសិនជាសម្រាប់ចិត្តបែកបាក់គ្នាសូមគិតទៅលើដំណោះស្រាយដែលយើងអាចផ្ដល់ឲ្យកូនបានយើងអាចទទួលខុសត្រូវគាត់បានយើងអាចជ្រើសរើសកន្លែងបន្តដំណើរជីវិតទៅមុខបានសូមកុំចោលគាត់ពាក់កណ្ដាលទីកន្លែងហ្នឹងអត់លំបាកប្រហែលទេបងប្អូនអរគ្នាទី1យើងផ្ដល់ក្តីស្រឡាញ់ហើយយើងគិតមើលថាកូនត្រូវរស់បែបណាទៅខាងណាអ្នកទទួលខុសត្រូវគាត់តើយើងមានលទ្ធភាពបែបណាសម្រាប់គាត់ហើយយើងនឹងផ្ដល់ក្តីស្រឡាញ់ភាពជិតស្និទ្ធក្នុងនាមជាឪពុកក៏ដោយជាម្ដាយក៏ដោយទោះជាទំនាក់ទំនងប្តីប្រពន្ធយើងនឹងមិនបានជិតស្និទ្ធដូចមុនតែកូននៅតែកូនឪពុកនៅតែឪពុកម្ដាយនៅតែម្ដាយវីដេអូនេះពេលដែលខ្ញុំឃើញក្មេងដែលធ្លាប់ជួបបទពិសោធន៍បែបហ្នឹងគឺខ្ញុំសម្រោះមែនទែនអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាជ្រើសរើសឲ្យទទួលខុសត្រូវតែបើសិនជាយើងគិតថាជ្រើសរើសវាខុសយើងឈានទៅដល់ការបែកបាក់ការដើរចោលគ្នាមនុស្សដែលយើងត្រូវទទួលខុសត្រូវខ្លាំងមែនទែននោះគឺកូនចឹងសូមកុំបោះបង់កូនចោលទោះកលៈសិសៈណាក៏ដោយព្រោះវាជាសាច់ជាឈាមរបស់យើងហើយគ្នាត្រូវការខ្លាំងបំផុតគឺភាពកក់ក្ដៅពីឪពុកម្ដាយហើយគ្នាពិតជាតូចចិត្តនឹងជីវិតបំផុតពេលដែលឃើញគេមានឪពុកម្ដាយផ្ដល់ក្ដីស្រឡាញ់ហើយគ្នាទៅវិញត្រូវបានឪពុកម្ដាយបោះបង់ចោលវាពិតជាឈឺចាប់មែនទែនសូមឲ្យបងប្អូនទាំងអស់គ្នាផ្ដល់ក្ដីស្រឡាញ់ឲ្យកូនផ្ដល់ក្ដីស្រឡាញ់ឲ្យកុមារតូចគ្រប់គ្នាហើយជួយជាផ្នែកមួយព្រោះកុមារជាសសរទ្រូងជាជំពាំងស្នងរស័យហើយក៏ជាធនធានដ៏ល្អសម្រាប់គ្រួសារនិងប្រទេសជាតិដែរអញ្ចឹងវីដេអូរបស់ខ្ញុំគឺចង់ឲ្យបងប្អូនទាំងអស់គ្នាសម្រាប់ចាត់ជ្រើសរើសនិងទទួលខុសត្រូវជាពិសេសក្នុងនាមជាឪពុកម្ដាយចំពោះកូនផងដែរអរគុណច្រើនពីខ្ញុំអ្នកគ្រូសីពៅចាស់